Rương tắc chất sổ phở.ក្រោយពីប្តីស្លាប់ទៅជីវភាពគ្រួសារមីងសយក៏ចេះតែដុនដាបទៅមីងទៅស៊ីឈ្នួលធ្វើជាកម្មករសំណង់ដើម្បីចិញ្ចឹមកូនប្រុសស្រីទាំង6កំពុងតែជញ្ជូនឥដ្ឋស្រាប់តែសុផារត់យ៉ាងលឿនសំដៅមកទាំងស្រែកម៉ែសុផាឡានបុកហើយម៉ែឥឡូវនៅមន្ទីរពេទ្យណាម៉ែឃើញសុផលកំពុងដេកនៅលើគ្រែមីងសយក៏ទ្រហោយំហេតុអីឯងមិនស្ដាប់ម៉ែរំពេចនោះគ្រូពេទ្យក៏ចូលមកដល់ហើយនិយាយទៅកាន់មីងសយថាមីងជើងរបស់គេមិនអាចទុកបានទេត្រូវតែកាត់ចេញទៅបានបើពុំនោះទេអាចមានគ្រោះថ្នាក់ច្រើនជាងនេះទៀតមីងសយឧទានឡើងអ្នកគ្រូពេទ្យខ្ញុំគ្មានប្រាក់ទេគ្រូពេទ្យតបវិញថាតែយើងគ្មានជំរើសឡើយបន្ទាប់ពីសុផលចូលទៅក្នុងបន្ទប់វះកាត់មីងសយក៏ចេញទៅក្រៅដែរអស់រយៈពេល3ម៉ោងសុផលដឹងខ្លួនឡើងវិញសម្លឹងមើលជុំវិញបន្ទប់ប៉ុន្តែគ្មានឃើញនរណាម្នាក់ឡើយលោកក្រឡេកមើលជើងរបស់ខ្លួនកំបុតទាំងសងខាងវាក៏ស្រែកឡើងទេអត់ទេមួយខែកន្លងផុតទៅជំងឺរបស់សុផលក៏បានជាសះស្បើយដោយការយកចិត្តទុកដាក់ថែរក្សាពីគ្រូពេទ្យឃើញសុផលចេះតែសួររកម្ដាយពេកអ្នកគ្រូពេទ្យក៏តបថាម្ដាយប្អូនប្រហែលលែងមកទៀតហើយសុផលតើគាត់ទៅណាគ្រូពេទ្យអ្នកគ្រូក៏មិនដឹងដែរបានហើយដេកទៅដោយពុំឃើញម្ដាយមកយកសុផលមន្ទីរពេទ្យក៏សម្រេចបញ្ជូនសុផលទៅឲ្យរស់នៅក្នុងមណ្ឌលក្មេងពិការមួយសុផលក៏คล้ายជាក្មេងដែលមិននិយាយស្ដីជាមួយនរណាម្នាក់ឡើយមណ្ឌលក៏បានបញ្ជូនគេឲ្យទៅរៀនជាមួយក្មេងនៅសាលាបឋមសិក្សាមួយដែលនៅក្បែរមណ្ឌលនោះថ្ងៃទី1នៅពេលមកដល់សាលាលោកនាយកសាលានិងបុគ្គលិកនៅមណ្ឌលក្មេងពិការនាំសុផលចូលទៅថ្នាក់រៀនរួចណែនាំឲ្យកូនសិស្សទាំងអស់ស្គាល់កូនទាំងអស់គ្នាថ្ងៃនេះយើងមានមិត្តថ្មីម្នាក់ទៀតឈ្មោះសុផលចូលរៀនជាមួយកូនដូច្នេះកូនទាំងអស់គ្នាត្រូវចេះស្រឡាញ់និងជួយសុផលផងពេលចេញលេងក្មេងទាំងអស់នាំគ្នារត់លេងយ៉ាងសប្បាយពេញបរិវេណសាលារៀនគីរ៉ានិងសុភីក៏រុញរទេះសុផលទៅលេងជាមួយគេដែរប៉ុន្តែពុំមាននរណាឲ្យសុផលលេងឡើយថែមទាំងនិយាយឲ្យគេទៀតថាគេជាក្មេងមិនបានការទេកុំឲ្យគេលេងអីពួកយើងគីរ៉ាឧទានឡើងឯងនេះជាមនុស្សរើសអើងមែនរួចពួកគេក៏នាំគ្នាដើរចេញទៅលេងនៅក្រោមដើមឈើមុនចេញទៅផ្ទះអ្នកគ្រូក៏បានជូនដំណឹងដល់កូនសិស្សទាំងអស់ថាថ្ងៃស្អែកសាលារៀបចំកម្មវិធីពលកម្មបោសសម្អាតនៅលើដងផ្លូវដូច្នេះកូនណាត្រូវយកបង្គីសុផលលើកដៃខ្ញុំអ្នកគ្រូកុសលក្រោកឈររួចឧទានឯងពិការធ្វើអីមិនកើតទេនៅផ្ទះទៅល្អជាងអ្នកគ្រូមិនអីទេបើចង់ចូលរួមប្អូនមកចោះកុមារទាំងអស់នាំគ្នាបោះសម្រាមលើដងផ្លូវ
ឃើញកុសលនិងមិត្តគេពីរបីនាក់មកដល់ក្រោយគេសុភីក៏ពោលចំអកមកធ្វើការយឺតមិនចេះខ្មាស់សុផលទេអីកុសលកុំយកយើងទៅប្រៀបជាមួយអាមនុស្សពិការម្នាក់នោះអីប្រយ័ត្នអ្នកគ្រូក៏និយាយមិនត្រូវទេការងារកាប់គាស់លីសែងគេធ្វើមិនបានទេតែការងារសិក្សាឬជញ្ជូនសម្រាមចោលគេអាចធ្វើបានដូច្នេះគួរឲ្យគេចូលរួមហើយមិនត្រូវសើចចំអកឲ្យគេឡើយសុផលជាក្មេងពីការជើងក៏ពិតមែនតែគេមិនមែនជាក្មេងពីការចិត្តនិងខួរក្បាលឡើយកុសលដើរទៅជិតសុផលរួចសុំទោសគេសប្បាយចិត្តណាស់រួចក៏នាំគ្នាធ្វើពលកម្មដោយសំណើចក្អាកក្អាយជាមួយគ្នាទៅចាប់តាំងពីពេលនោះមកសុផលក៏ខិតខំរៀនរហូតដល់ក្លាយជាសិស្សពូកែ